អស់ចាមែនតើទាំងអស់គ្នាខ្ញុំមើលរឿងនឹងយូរហើយប៉ុន្តែខ្ញុំអត់ដឹងថាផ្ទះបុរាណនៅក្នុងរឿងវីរៈនារីមូឡាហ្នឹងគឺជាទីតាំងដែលមានពិតនៅក្នុងប្រវត្តិសាស្ត្រសោះហើយផ្ទះបុរាណដែលទាំងអស់គ្នាកំពុងតែឃើញនេះមានឈ្មោះថាផ្ទះបុរាណកៅប៉ីតែគេខ្លះធ្លាប់មើលរឿងនេះប្រកាសជាចង់ដឹងប្រវត្តិសាស្ត្រពិតទេត្រូវអត់តាមពិតទៅភូមិបុរាណនេះត្រូវបានកសាងឡើងពីថ្មភក់តាំងពីសម័យកាលរាជវង្សមិញមកម្ល៉េះហើយអ្នកសាងសង់ចំនួននោះគេធ្វើជាលក្ខណៈរង្វង់ដោយទាំងអស់គ្នាបានឃើញអញ្ចឹងគឺតំណាងឲ្យភាពសាមគ្គីសន្តិភាពដោយត្រង់កណាបមួយនៅក្នុងរឿងវីរៈនារីមូឡាហ្នឹងដែលគេនិយាយថាពួកយើងនឹងលះបង់ការពារនិងស្រឡាញ់គ្នាឲ្យដូចជាគ្រួសារតែមួយហើយអ្វីដែលធ្វើឲ្យទាំងអស់គ្នានឹកស្មានដល់ផ្ទះបុរាណកៅប៉ីនេះត្រូវបានរួមបញ្ចូលទៅក្នុងដំណើរកម្សាន្តកម្មវិធីឈានចៅសៀមិនដែលនាំបងប្អូនទាំងគ្នាទៅទីតាំងកន្លែងល្បីផ្សេងទៀតដូចជាទីក្រុងសៀមិនភូមិបុរាណឡុងថោនិងកោះកូឡាំងដែលមានរុក្ខជាតិនិងពណ៌បៃតងអមទៅដោយផ្ទៃសមុទ្រដ៏ខៀវស្ងាត់ទាំងអស់គ្នានិយាយទៅស្អាតខ្លាំងមែនទែនកន្លែងហ្នឹងគេក៏នាំយើងទៅផ្សាររាត្រីឆឹងឈូប្រាសាទខាយាននិងវិថីស៊ីជាផងដែរមានកន្លែងស្អាតជាច្រើនទៀតទាំងអស់គ្នាជាមួយនឹងដំណើរកម្សាន្តទៅកាន់ទីក្រុងឈានចៅសៀមិនហ្នឹងកម្មវិធី5ថ្ងៃ4យប់ដែលពួកយើងនឹងចេញដំណើរនៅថ្ងៃទី3ខែ11ឆ្នាំ2025ខាងមុខនេះទាំងអស់គ្នាហើយសម្រាប់បងប្អូនទាំងគ្នាដែលគាត់ចាប់អារម្មណ៍ថាចង់ទៅលេងកន្លែងនេះដោយផ្ទាល់ក៏អាចធ្វើការឆាតមកកាន់ Page Vigo Travel ដើម្បីទទួលបានព័ត៌មានអត់ផងដែរអរគុណច្រើនជួបជាមួយនឹង admin នៅវីដេអូក្រោយៗទៀត